ឲ្យតែកម្ចាត់អាសិស្សបំរើតូចតាចនោះបានរឿងនេះនឹងត្រូវដោះស្រាយយ៉ាងល្អឥតខ្ចោះយកស្រាល្អៗមកហើយអង្គុយមើលល្ខោនយើងមិនអាចមើលបានដោយគ្មានស្រាល្អទេចាំទុកណាបញ្ចប់ឆាកយឺតបន្តិចខ្ញុំក៏ចង់មើលល្ខោននេះដែរស៊ីធូជីនមើលចុះតួអង្គសំខាន់មកហើយល្ខោនចាប់ផ្ដើមហើយស៊ឺទូជីនគឺនៅកម្រិតទី6នៃការហ្វឹកហាត់រាងកាយខ្ញុំគិតថាគេមកទីនេះដើម្បីសម្លាប់ខ្លួនខ្ញុំឆ្ងល់ថាជាអ្នកណាតាមពិតជាក្មេងប្រុសមកពីកំពូលភ្នំយ៉ាន់លីអញបានចូលបាក់នៅថ្ងៃនេះហើយអ្វីមិនត្រឡប់ទៅជប់លឿងជាមួយលោកពូសិនអូខ្ញុំស្ទើរតែភ្លេចខ្ញុំបានសម្លាប់គាត់ទៅហើយគួរឲ្យអាណិតណាស់ពីងស្រាព្រើលអាយុ30ឆ្នាំនោះវូជីខ្ញុំជាមនុស្សចិត្តល្អគ្រាន់តែមួយដាវេចាក់ទម្លុះបេះដូងរបស់គាត់វាជាការសោកស្ដាយដែលខ្ញុំស្លៀកសម្លៀកបំពាក់ពណ៌ស៊ីធូជីនពួកឯងជួយគេឲ្យស្ងប់អារម្មណ៍ផងមានមនុស្សស្លាប់វូជីខ្ញុំចូលចិត្តការបង្ហូរឈាមរបស់ឯងប៉ុន្តែឯងបានបំពានច្បាប់សម្លាប់មនុស្សខ្ញុំត្រូវតែផ្ដល់មេរៀនអ្វីហៅថាច្បាប់ដាវទឹកកកមេឃត្រជាក់ដីកកស្បែកស្វិតសាច់ក្រាស់ខ្ញុំចូលចិត្តណាស់បើមិនដូច្នោះទេឯងនឹងបញ្ចប់ដូចសុនដាវជាវស្លាប់ដោយការចាក់តែមួយដាវគួរឲ្យធុញណាស់យើងសង្ឃឹមថាឯងអាចទប់ទល់បានពីរបីក្បាច់ទៀតដែលនឹងធ្វើឲ្យការប្រយុទ្ធនេះកាន់តែអស្ចារ្យដាវខ្យល់វាប្រហារភាពវឹកវរដូចជាពងមាន់ធាតុទាំង5គឺទេបំបែកមេឃមិនអាចទៅរួចទេជួយខ្ញុំផងឈប់ភ្លាមស៊ីទូខាងនៅទីនេះការវឹកហាត់កាយថ្នាក់ទី7វូយីច្បាស់ជាស្លាប់បងប្រុសសំឡប់វាទៅឯងធ្វើបាបសិស្សរួមបក់ថ្ងៃនេះទុកឲ្យខ្ញុំបោសសម្អាតសិស្សក្បត់បាក់នេះចុះអនុវត្តច្បាប់ជំនួសមេឃលាក់ពុតពួកឯងគឺជាបាក់ពួកតែមួយឯងមិនមែនអួតខ្លួនថាជាអ្នកអនុវត្តច្បាប់មេឃទេឬថ្ងៃនេះខ្ញុំនឹងជួយឲ្យឯងបានសម្រេចបំណងទឹកកក1000យោជបងប្រុសកុំសម្លាប់វាលឿនពេកទុកឲ្យខ្ញុំថែម2 3ដាវទៀតជាអ្នកចម្បាំងមាសអ្នកណាហ៊ានប្រឆាំងនឹងរូបកាយទេពរបស់យើងអីគេពិតជាហ៊ានប្រឆាំងមេឃដើម្បីផ្លាស់ប្ដូរឈាមសដល់កម្រិតហ្វឹកហាត់កាយថ្នាក់ទី6ហើយវាមានត្រឹមតែអាយុ15ឆ្នាំប៉ុណ្ណោះក៏អាចធ្វើទង្វើប្រឆាំងមេឃបែបនេះបានបងប្រុសយើងត្រូវតែសម្លាប់វានរកទឹកកកការសម្លាប់ដោយព្រើទឹកកកគំនុំមិនទាន់បានសងសឹកមិនអាចស្លាប់បានទេអាល្អិតឯងមើលជុំវិញខ្លួននឹងខាងលើយ៉ាងម៉េចគ្រាន់តែអោនក្បាលបន្តិចតើមានន័យថាចាញ់ឬយិននឹងយ៉ាងបង្កើតធាតុទាំង5មេឃនិងដីត្រូវបានបំបែកជាលើកដំបូងឡុងយៀតអីគេលោកបងខាងខ្ញុំនៅទីនេះខ្ញុំមកយឺតតិចហើយឈាមហូរច្រើនណាស់មិនអាចបញ្ឈប់បានទេលោកបាននាំខ្ញុំមកទីនេះលើកនេះឲ្យខ្ញុំយកលោកទៅផ្ទះជំនួសវិញបងប្រុសយប់ក្បាលឡើងវូជីប្អូនប្រុសរបស់យើងគឺស៊ីធូមីងឡាងតាចាស់បានប្រាប់ខ្ញុំថាមនុស្សធម្មតាមិនអាចប្រយុទ្ធជាមួយទេវតាបានទេគាត់ខុសហើយមនុស្សធម្មតាតែបើអាចក្លាយជាទេវតាបន្ទាប់មកអាចប្រយុទ្ធជាមួយទេវតាបានហើយត្រូវទេស៊ីធូជីនត្រូវតាចាស់ចាប់ពីពេលនេះទៅទោះបីជាមានគ្រោះថ្នាក់អ្វីក៏ដោយខ្ញុំវូយីនឹងរស់រានមានជីវិតយ៉ាងពិតប្រាកដបងធំបងទី2ស៊ីធូមីងឡាងនៅទីនេះវូជីឯងបានសម្លាប់បងប្រុសរបស់ខ្ញុំទាំង2នាក់ខ្ញុំនឹងធ្វើឲ្យអ្នករងទុក្ខវេទនាគ្រប់រសជាតិមុនពេលសម្លាប់ឯងបញ្ចេញឲ្យអស់មកយើងចង់ឲ្យឯងស្លាប់ជាមួយលោកបងខាងគេជាមនុស្សមកពីកំពូលភ្នំយ៉ាន់លីរបស់ខ្ញុំគ្មានអ្នកណាអាចប៉ះពាល់គេបានទេស៊ូយ៉ាន់លី
តើនាងហ៊ានល្មើសនឹងច្បាប់របស់បាក់ដើម្បីការពារគេឬ ខ្ញុំបានជូនដំណឹងដល់មេបកជំនុំរួចហើយមេបកនឹងមកដល់ក្នុងពេលឆាប់ៗ សូមគោរពលោកមេបាក់សូមលោកមេបាក់ប្រគល់វូយីមកឲ្យខ្ញុំចាត់ការស៊ីធូជីននិងអ្នកទាំង3ផ្សេងទៀតពួកគេបានសម្លាប់មនុស្សដែលគ្មានទោសស៊ីធូខាងបានផ្ដល់ទីជម្រកដល់ជនល្មើសមនុស្សគ្រប់គ្នាត្រូវតែទទួលទោសសិស្សនៃនិកាយដាវធំធានប្រតិបត្តិមេគ្រាសុចរិតមេគ្រាអ្នកកាន់សិលត្រូវតែធ្វើអ្វីដែលមិនឲ្យខុសពីចិត្តខ្លួនឯងហើយរឹតតែត្រូវធ្វើឲ្យស័ក្តិសមនឹងដាវរបស់ខ្លួនវូយីឯងបានសម្លាប់មនុស្ស5នាក់ក្នុងការធ្វើរបស់ឯងគឺជ្រុលបន្តិចខ្ញុំនឹងដាក់ទោសឯងឲ្យជាប់គុក1ឆ្នាំគិតពីកំហុសហើយកែប្រែខ្លួនលោកមេបាក់សុនដាវជីវប្រៀបដូចជាពុកខ្ញុំចង់កាន់ទុកឲ្យគាត់7ថ្ងៃអនុញ្ញាតតាចាស់អាហារនិងភេសជ្ជៈរួចរាល់ស្រាចម្លាក់ព្រិលអាយុ30ឆ្នាំនេះពិតជាឆ្ងាញ់ណាស់គួរឲ្យអាណិតតាចាស់តែលោកមិនបានភ្លក់វាលោកនាំខ្ញុំត្រឡប់មកបាក់វិញក៏បាន7-8ឆ្នាំហើយដែរលោកតែងតែស្រែកថាលោកបានសង្គ្រោះហើយនាំខ្ញុំមកវិញខ្ញុំត្រូវថែទាំលោកពេលលោកចាស់ខ្ញុំចង់ឲ្យលោករីករាយជាមួយជីវិតមានទ្រព្យសម្បត្តិលោកតែងតែបង្រៀនខ្ញុំរបៀបរស់នៅប៉ុន្តែមើលទៅអ្នករាល់គ្នាបានចាក់ចេញពីមុខខ្ញុំតាចាស់សូមទៅឲ្យបានសុខតាចាស់ពិតជាដូចតាចាស់ផឹកមិនបានហើយនៅតែចង់ផឹកចាប់ពីពេលនេះឯងនៅជាមួយខ្ញុំនឹងហៅឯងថាដាវយេខ្ញុំនឹងទៅបិទទ្វារវឹកហាត់ខ្ញុំនឹងមកម្ដងទៀតនៅឆ្នាំក្រោយដល់ពេលនោះខ្ញុំប្រកាសជានឹងធ្វើឲ្យលោកមានមោទនភាព